បាទគ្រប់ជម្រាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខាងក្រុមការងាររបស់ទន្សាយរបស់យើងបានមកផ្ដិតទស្សនភាពធម្មជាតិនៅតំបន់ទឹកដីមួយកន្លែងដែលនៅស្រុករវាអែមខេត្តកណ្ដាលយើងនេះទេបងប្អូនទាំងគ្នាហើយកន្លែងនេះផងដែរគឺជាទឹកដីដែលចង់បង្ហាញជូនបងប្អូនថាគឺកន្លែងគេហៅថាធម្មជាតិបងប្អូនជាក់ស្ដែងដូចនៅពីក្រោយខ្ញុំបាននេះគឺមានដំណាំជាច្រើនដូចជាចំការសេដ្ឋាវមានចំការពោតអីចឹងជាដើមបងប្អូនទាំងគ្នាហើយរដូវនេះគឺជារដូវធ្លាក់ខ្យល់បងប្អូនគឺបើយើងនិយាយទៅគេហៅថារដូវបង្ហោះខ្លែងតាមប្រពៃណីខ្មែររបស់យើងមានឃើញបង្ហោះខ្លែងទៅព្រោះដោយសាររដូវធ្លាក់ខ្យល់ហើយជារដូវលំហយត្រជាក់ផងដែរបាទហៅថាខែរដូវនេះខែមករាបាទរដូវធ្លាក់ខ្យល់គឺយើងឃើញថាមានធាតុអាកាសក្តៅប៉ុណ្ណាក៏នៅតែត្រជាក់ផងដែរប៉ុន្តែបងប្អូនយើងចាក់ស្ដែងយើងនៅដំណាំនៅទីនេះយើងឃើញមានដំណាំសាច់ថាវគឺល្អមែនទែនបងប្អូនមើលទេបងប្អូនទាំងគ្នាបាទមើលធំមែនទែនបងប្អូនអើយបាទនេះបាទអត់តោះនេះបងប្អូនទាំងគ្នាបាទនេះគឺជាដំណាំបន្លែរបស់កសិករខ្មែររបស់យើងដែលគាត់ដាំដុះបាទគឺបានល្អមែនទែនបាទឆៃថាវបងប្អូនទាំងគ្នាគឺបន្លែឆៃថាវបងប្អូនទាំងគ្នានៅជុំវិញខ្ញុំបានគឺមានចំការពោតមានចំការសាច់ថាវមានដំណាំលហុងបងប្អូនទាំងគ្នាខាងនេះគឺលហុងបងប្អូនទាំងគ្នានេះដើមលហុងប៉ុន្តែកូនលហុងនេះនៅទូចឡើយបាទលហុងនេះនៅទូចឡើយបងប្អូននេះអាចជាការលហុងបាទគឺរដូវធ្លាក់ខ្យល់គឺមើលទៅដូចស្រស់ស្រាយបងប្អូនទាំងគ្នានៅជុំវិញគឺធ្លាក់ខ្យល់មកត្រជាក់លហុងបងប្អូនទាំងគ្នាបាទយូរសបងបាទសូមអធិស្ឋានបងទេដែរបងអូបាទអធិស្ឋានបងសូមសាកសួរបងបន្តិចខ្ញុំឃើញតំបន់យើងនេះគឺមានដំណាំចេថាវល្អណាស់អញ្ចឹងខ្ញុំឃើញថាចេថាវចកានេះចកាបងផ្ទាល់ទេបងបាទអូបងចេថាវនេះដាំប្រហែលខែបងវារយៈពេល45ថ្ងៃយើងបានដកអូអញ្ចឹងចាប់ដើមយើងដាំមកគឺ45ថ្ងៃយើងបានដកអូហើយក្នុងសេថាវមួយប្រហែលជាប្រហែលខាំបងមើលធំដែរយើងស្រាប់យើងទុកឲ្យវាធំទៅបើយើងទុកជាកាច់ក្បាលវាមួយគីឡូក្នុង1មើលបងអូបងប្អូនទាំងគ្នាបងអាចជួយរកអាមើលណារៀងក្រាន់មួយអាចដកបង្ហាញបងប្អូនយើងបានទេបងអូនេះបងប្អូនអានឹងពេញផ្លែគេនេះផ្លែតែគេយកប៉ុណ្ណឹងតែយើងអាចទុកជាងធំជាងនឹងបានទៀតឬក៏យ៉ាងម៉េចឬក៏ប៉ុណ្្នឹងយើងអាចល្មមដកធំបានជាងនឹងបានទៀតធំជាងនឹងបានទៀតបងប្អូនទាំងគ្នាបាទនេះបងប្អូនទាំងគ្នាគឺសាច់ថាវហើយយើងចង់ដឹងមើលថាអាចកាច់បានទេបងកាច់មើលបាទសាច់ខាងក្នុងបងប្អូនទាំងនេះសាច់មើមថៃថាវរបស់យើងសាច់ថាវបាទសាច់ឡើងអូមែនទេបងប្អូននេះគឺជាចង់បង្ហាញបងប្អូនថាបន្លែរបស់កសិករខ្មែរយើងនៅទឹកដីស្រុកខេត្តកណ្ដាលហើយបាទដាំហើយចឹងមានន័យថាបងប្អូនមានន័យថាឆៃថាវយើងនេះគឺចាប់ដើមដែលដាំគឺរយៈពេល45ថ្ងៃគឺយើងទទួលផលអញ្ចឹងបើសិនជាក្នុងមួយឆ្នាំយើងអាចដាំបានប៉ុន្មានដងបងតែយើងធ្វើរៀងលឿនទៅបាន3ដងទេ3ដងអូឆ្នាំជាទូទៅ3ដងទៅ4ដងបាយច្រើនដែរបងប្អូនគ្នាមួយឆ្នាំបាន3ទៅ4ដងដែរប៉ុន្តែការលក់ចេញមិនដែរបងទីផ្សារឥឡូវចេញបានគីឡូ500គីឡូ500អាចបាន300អូខ្ញុំមានន័យថាចន្លោះ1គីឡូ500ទៅ300ប៉ុន្តែបើសិនជាក្នុងមើមចៃថាវខ្លះមួយឡើងចង់មិញគឺថាចង់1គីឡូតោយើងវាចេញកាច់ក្បាលចេញធ្វើសបើអូបើបន្លែប៉ុណ្ណឹងបានគេដកយកបានហ្នឹងគេយកទេបើបន្លែប៉ុណ្ណេះអាចជាង4 5ផ្លែ1គីឡូទេបងបាទ4 5ផ្លែ1គីឡូហើយការដាំមិនដែរបងថៃថាវយើងដាំបែបណាបងយើងយកគ្រាប់មកដាំឬក៏យកកូនវាមកដាំគ្រាប់យកគ្រាប់មកដាំយើងជួដីធ្វើរងវាសាច់អញ្ចឹងទៅដូចយើងដាំចេញពីជួវាអញ្ចឹងបាទនេះបងប្អូនបាទវាមករងអញ្ចឹងមកជួអញ្ចឹងគេដាក់4មេម4ផ្លែ4មើលគេថាប៉ុន្តែហ្នឹងយើងធាវវាបើដាំហើយរយៈពេលបាន10ថ្ងៃឬមួយ10ថ្ងៃជាងគឺថាយើងនឹងល្អយើងធាវវាចេញទុកតែម្ដងទេអូក្នុងមួយគុំយើងដាំហ្នឹងបាទតែម្ដងទេបាទទុកច្រើនគាត់មានមេមអូអញ្ចឹងមានថាពេលយើងយកគ្រាប់មកដាំហើយយើងធ្វើមើលអាធាវហ្នឹងមិនធាវកកាយដីវាដកចេញដកវាចេញមួយអត់ឲ្យវាជន់គ្នាញឹកពេកទេបាទទុកតែម្ដងទុកដើមជិះមានថាមករងចេះធ្វើឲ្យបាន4ដើម4មើមអូអស្ចារ្យមែនទែនបងប្អូនប៉ុន្តែគ្រាប់វានៅពេលដែលយើងចាស្ថាននេះមានគ្រាប់ទេបងពេលយើងដាំមានគ្រាប់ទេទុកឲ្យយូរវាចេញចំការមានគ្រាប់អូអញ្ចឹងមានន័យថាបើយើងទុកយូរទៅវាចេញគ្រាប់បាទប៉ុន្តែយើងមិនអាចធ្វើទុកបានទេបាទប៉ុន្តែបន្លែខាងយើងនេះវាច្រើន
môi nè tinh còn mà đo lại cái co dương độ con ấy dương từ độ tim sang con này đất giờ cái chạm giờ nó dương miền môi chạm từ tôi vô đi chạm được cá giờ ở bà bộ cái này mơ thay thao bộ này mơ mò lỏng bỏ nó bông bông nữa lo mình tên đi vàนี่คือชีบอลไลปัดมอทอดดอยจำการปัดบองโปรในตึกใดสงวิไอใครก็ได้จีจังกร้อยบองเมียนไอจงหายtừสิกิจนบองเยอะในกับปงแต่ตุสนาเมื่อกสิกรรมบอลไลบอเยอะไงบองไอเมียนไอสนองโปหรือก็บองเมียนไอจงเมียนเปิดมาเตะคลาจะดูเรื่องการตามตัวบองไอจะจูจะบุญเรื่องกรองการเงินจังหวะนะบองไปsau mau đi thà ba ơi cả phố mai dương ơi bia miền tầm lại dương còn mai mau được tầm lại buồn về mờ dân nghe thấy bạn hay hậu dân con dân bữa anh ấy time con đi chợ nãy tôi dân thái biết bạn mềm lộ bây dân ở thái mềm cái địa đầy xí kia do bây dân ti mà dân ai tục chào thằng nào trong miền này ta đầm nam mùaนี้ก็การถ่ายต้อมบ่ดึงจำนายเชิงได้ป่ะตามต้นเชิญนะบ้านต้นเชิญตีมุ้ยตะเลยcáiตะเลยกรอบปุ้ยป่ะมีไอ้ที่บอกจำนายเลยที่นำยืงนำปังđược phảiนำกาเปียจมูกเซ็งสั่นเลิศป่ะให้ตักเธอกาซอยchứบอกคือมีสยโยที่เนี่ยป่ะโยซายมีสยโยซอยที่ยังใส่ว่าไงตอนใส่ตียังอ่ะใส่ประมาณดองมาไงยังไอ้ใส่ตักประมาณดองdương đô được mùi pi đô cái dân tới ai để rất là kia chứng đâu mà và chứng biệt thử cho bà chứng ót sói và này bằng cái gì nào sói và anh năng tô dương việc tha đừng dùng số áo trắng dương tách các bia dạ vừa buồn vào mỗi ngày tới mặt các nhất ở trên sàn việc hay sàn tiếp tảng sáng đã về chuột là sao và anh bông việc mà xin bông bông luôn mà xin bông bông luôn camera cho vô mà xin bông đồ bạn và đi cứ mà xin bông bông tóc soi và cứ mà xin bông tóc soi đồng năm trái thái của bông tóc này và đi bông tóc này cứ mà xin bông cho được con và chẳng đi mà xin đầm bay bông tóc trên bị không đây má đầm bay soi trái thái bông pro chẳng bông tóc này đi dừng trong bữa trái chôn tha ca đam đo rồi bọc cả sẽ coi dương mùi muối cứ miền ca thái tôm là ổn na cứ miền ca chấm nai là ổn na đầm bay giỏi ban lật tập phò tranh máu đầm bay chia còn lai đầm bay chai សម្រាប់បងប្អូនក្នុងស្រុកក៏ដូចជាក្រៅស្រុកបានទទួលទានជាមួយនឹងបន្លែខ្មែររបស់យើងបាទអញ្ចឹងការចំណាយរបស់បងប្រុសក៏ដូចជាបងមានប្រសាសន៍មិនអញ្ចឹងគឺទី1គឺចំណាយទៅលើពូជទី2គឺចំណាយទៅលើឈ្នួលទៀតបាទគូចង្ការគាត់ធំដែរអញ្ចឹងមានចំណាយឈ្នួលទៀតបងប្អូនទាំងគ្នាហើយរកថ្នាំសង្កូវការពារសត្វអត់ទៀតបងប្អូនមានសត្វអត់ទៀតមានតកូវអានេះបើយើងអត់បាញ់ការពារតកូវទេតកូវវាស៊ីអស់នេះបាទគឺបើយើងថែទាំលើតកូវទៀតការពារតកូវបាទហើយត្រូវចំណាយទឹកទៀតបងប្អូនទាំងគ្នាដោយបងប្អូនមានភាសាបាញ់អញ្ចឹងគឺត្រូវបូមទឹកគឺមួយថ្ងៃអាចទៅ2ដងដែរបូមទឹកបាទអញ្ចឹងចំណាយទៅលើម៉ាស៊ីនលើប្រេងបូមទឹកទៀតបាទទៅយើងបានលទ្ធផលជាមើមឆៃថាវដ៏ល្អបែបនេះបាទអញ្ចឹងបងប្អូនទាំងគ្នាចែករំលែកគាំទ្របន្លែខ្មែររបស់យើងទាំងអស់គ្នាបាទខណៈពេលនេះក៏យើងក៏មិនមានអីទៀតទេក្រុមការងារយើងគ្រាន់តែចង់បង្ហាញអំពីបន្លែរបស់កសិករខ្មែរតែខិតខំដូចបងប្រុសក៏មានភាសាមិញគឺគាត់ប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការថែទាំទៅបានបន្លែល្អបែបនេះបាទអញ្ចឹងក៏យើងមានអីទេក៏សូមលើកពីថែទាំជូនដល់បងប្អូនទាំងគ្នាចែករំលែកដើម្បីឲ្យកសិករខ្មែរយើងការផលិតបន្លែការដាំបន្លែតាមការឲ្យមានទីផ្សារល្អបាទឲ្យមានតម្លៃគួរសមដែលឲ្យគាត់មានកម្លាំងចិត្តមានពលកម្លាំងដើម្បីបន្តតាមដោះនៅបន្លែរបស់គាត់បន្តទៅទៀតក៏ដូចជាបងប្អូនផ្សេងៗកសិករផ្សេងៗដទៃទៀតផងដែរបាទនៅពេលនេះក្រុមការងាររបស់យើងក៏ឈានដល់ទីបញ្ចប់បើសិនជាមានកំហុសខុសឆ្គងកន្លែងណាក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនដែរបាទក្រុមការងារយើងក៏សូមអរគុណនិងសូមជម្រាបបាទ